ជំងឺកើតមានបញ្ហាប្រមេះទឹកបែកប្រមេះទឹកថ្លាទទួលការព្យាបាលច្រើនដងហើយនៅតែអត់ជាតិដែរអញ្ចឹងមែនទែនទៅអ្នកគ្រូចង់ឲ្យបងប្អូនដឹងថាទៅលើប្រភេទជំងឺកាមរោគប្រមេះទឹកបែកប្រមេះទឹកថ្លាគឺជាពពួកមេរោគដែលឆ្លងនៅក្នុងឈាមអញ្ចឹងទៅលើពពួកមេរោគនៅក្នុងឈាមបើបងប្អូនគ្រាន់តែប្រើប្រាស់ថ្នាំធម្មតាគឺអាចទៅព្យាបាលទៅលើបញ្ហាបងប្អូនបានទេអាចថាបងប្អូនញ៉ាំថ្នាំវាគ្រាន់តែជួយទប់ស្កាត់ទៅលើរោគសញ្ញាធ្វើទុកតែនៅពេលណាដែលប្រព័ន្ធការពារបងប្អូនខ្សោយនៅតែខ្សោយហើយបូករួមជាមួយប្រសិទ្ធភាពថ្នាំគឺបងប្អូននៅតែកកើតទៅលើបញ្ហានឹងមកវិញទី2គឺអាចថាការទទួលការព្យាបាលតែមួយខាងបើសិនជាក្នុងករណីបងប្អូនឧស្សាហ៍ផ្លាស់ប្ដូរដៃគូឬក៏បងប្អូនមានដៃគូរួមភេទមួយនឹងមួយក៏ដោយប៉ុន្តែបើសិនជាដៃគូមួយខាងទទួលការព្យាបាលតែមួយខាងទេទៅនៅជាមួយនឹងដៃគូវិញដដែលគឺនៅតែឆ្លងនៅមេរោគនឹងបើមិនបានការពារទី2គឺប្រព័ន្ធការពារខ្សោយអញ្ចឹងប្រព័ន្ធការពារខ្សោយគឺនៅតែធ្វើឲ្យបងប្អូននៅតែមានបញ្ហាទៅលើពពួកមេរោគប្រភេទជំងឺកាមរោគប្រមេះទឹកបែកប្រមេះទឹកថ្លានេះមកវិញតាមរយៈការដែលបងប្អូនថែទាំអនាម័យខ្លួនប្រាណអត់បានត្រឹមត្រូវទៅលើការប្រើប្រាស់របស់ចូលគ្នាឬក៏អាចថាបងប្អូនអត់សូវបានហាត់ប្រាណឬក៏ញ៉ាំទឹកគ្រប់គ្រាន់ឬក៏ញ៉ាំប្រភេទអាហារដែលជំងឺទៅដល់ប្រព័ន្ធការពារទេគឺធ្វើឲ្យបងប្អូននឹងនៅតែត្រឡប់ទៅលើបញ្ហានឹងត្រឡប់ឡើងមកវិញអញ្ចឹងមែនតើទៅលើរោគសញ្ញាបែបណាដែលបញ្ជាក់ថាបងប្អូនកំពុងតែឆ្លងនៅប្រភេទជំងឺកាមរោគប្រមេះទឹកបែកប្រមេះទឹកថ្លាទាំងស្ត្រីបុរសគឺគាត់អាចនឹងមានការហូរផ្ទុះតាមប្រភេទដែលគាត់ពិបាកនៅក្នុងការនោមមានការហើមតាមប្រភេទបុរសគាត់អាចនឹងហើមចុងលឹងហើមពងស្វាឬក៏អាចនឹងធ្វើឲ្យគាត់ពិបាកនៅក្នុងការនោមក្តៅនោមហួរនោមញឹកខុសប្រក្រតីឈឺតាមពហុនោមរបស់គាត់ទី2គឺអាចនឹងធ្វើឲ្យគាត់មានក្លិនឡើងកទួលអុចនៅនឹងប្រភេទរបស់គាត់ដែលជាកទួលក្រហមជាកទួលពងបែកនៅនឹងប្រភេទខុសធម្មតាស្ត្រីគឺគាត់អាចនឹងមានការធ្លាក់សមានការធំក្លិនឆ្អាបក្លិនស្អុយមានការរមាស់កាហាយផ្សាកំឡុងពេលដែលនៅមួយដៃគូឬក៏រាងចុករយអាំងតាគៀកខុសប្រក្រតីអញ្ចឹងបើបងប្អូនកំពុងតែមានរោគសញ្ញាទៅលើការឆ្លងនៅប្រភេទជំងឺកាមរោគប្រមេះទឹកបាយឬក៏ប្រមេះទឹកថ្លាហើយបងប្អូនគួរតែធ្វើការប្រឹក្សាដោះស្រាយទៅលើបញ្ហាបងប្អូនឲ្យបានត្រឹមត្រូវជៀសវាងការវិវត្តទៅជាប្រភេទជំងឺកាមរោគផ្សេងទៀតដែលបងប្អូនពិបាកនៅក្នុងការព្យាបាលឲ្យជាដាច់នឹងផលប៉ះពាល់ធ្វើឲ្យបងប្អូនអាចនឹងពិបាកនៅក្នុងការមានកូនសម្រាប់ស្ត្រីអាចនឹងបង្កជាការរលាកស្បូនស្អិតដៃស្បូនប៉ះពាល់ដល់រដូវឬក៏អាចនឹងធ្វើឲ្យគាត់មានការរលាកទ្វាមាសដែលមិនអាចគេងនៅជាមួយនឹងដៃគូបាន